នៅពេលស្ដេចលបឿនជ្រែកមេឃឥតស្រមោលមួយនេះចេញមុខវានឹងបង្ក្រាបមួយពិភពលោកមិនហ៊ានប្រហែសខ្លាចប្រហោងព្រោះចិនអាមេរិកខំដាច់បាយដាច់ទឹកដើម្បីបញ្ចេញបិសាចលបឿនចំនួនទី6គឺ S47 ឲ្យបាននៅឆ្នាំ2028ដើម្បីទុកបង្ក្រាបកម្ពុជាយន្តហោះចំបាំង J36 និង J50 របស់មហាយៈចិនដំណើរការដោយម៉ាស៊ីន Adaptive Cycle មហាកម្លាំង S47 អាចហោះបោះពួយជ្រែកមេឃដោយភ្លេចបន្ទោក្នុងល្បឿនរហូតដល់ទៅ 2500 គីឡូម៉ែត្រក្នុង1ម៉ោងហើយចាក់សាំងម្ដងអាចហោះបានចម្ងាយរហូតដល់ទៅ 1850 គីឡូម៉ែត្រដែលធ្វើឲ្យវាក្លាយជាឃាតករមហាអំណាចអាចត្បូចចូលជ្រៅក្នុងទឹកដីរបស់សត្រូវដើម្បីកំទេចទីតាំងសំខាន់ៗដោយមិនចាំបាច់ត្រូវការជំនួយជាបន្ទាន់ពីយន្តហោះចាក់សាំងនោះឡើយ S47 ជាបិសាចជ្រែកមេឃគ្មានស្រមោលដោយអាចបំបាំងកាយបានគ្រប់ទិដ្ឋភាពទាំងអស់ជាមួយនឹងការរចនាសម្ព័ន្ធតួនិងស្លាបគ្មានកន្ទុយដែលអាចបំបាំងភ្នែករ៉ាដា infra និងប្រព័ន្ធចាប់សញ្ញាអេឡិចត្រូនិកផ្សេងៗបានដោយជោគជ័យវាមានមុខងារជាមជ្ឈមណ្ឌលបញ្ជាការហោះហើរក៏បាននិងប្រយុទ្ធក៏បានដោយបំពាក់បន្ថែមនូវឧបករណ៍ចាប់សញ្ញានិងឧបករណ៍អេឡិចត្រូនិកនិងអាចពំមីស៊ីល AIM 260 GATM មីស៊ីល AIM 17 4B និងអាវុធ SIAW ទៅកំទេចគោលដៅលើដីរបស់សត្រូវឲ្យរលាយជាផេះត្រឹមមួយប្រពេចភ្នែកខ្លាំងយ៉ាងនេះនិយាយពីតម្លៃវិញក៏មិនធម្មតាដែរក្នុងមួយគ្រឿងអាចមានតម្លៃរហូតដល់ទៅ$300 លានបច្ចុប្បន្នបិសាចជ្រែកមេឃគ្មានស្រមោល S47 នេះកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍដាច់បាយដាច់ទឹកពីសម្ដេចក្រុមអ្នកជំនាញអាមេរិកដោយធ្វើយ៉ាងណាបញ្ចេញមកប្រើប្រាស់ឲ្យបាននៅក្នុងឆ្នាំ2028ឬ2029ហើយវានឹងក្លាយជាតួអង្គមកជំនួស S22 Raptor ដើម្បីទុកបង្ក្រាបស្ដេចយន្តហោះចំបាំងបំបាំងកាយ J36 និង J50 របស់មហាយៈចិនក្រុមអ្នកវិភាគបានលើកឡើងថាអាមេរិកមិនហ៊ានប្រហែសនោះឡើយព្រោះខ្លាចសត្រូវតួឯករបស់ចិនទាំងពីរនេះដណ្ដើមការក្តោបក្តាប់ដែនអាកាសបាននៅពេលដែលមានសង្គ្រាមជាក់ស្ដែងតើនេះជាការបញ្ឆោតឲ្យខ្លាចចេញពីរុងរឿងយ៉ាងណាលោកប្រធានាធិបតី Donald Trump បានលើកឡើងថាលោកបើកចិត្តបើកបេះដូងព្រមជួបប្រជុំជាមួយនឹងមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ប្រសិនបើទីក្រុងតេអ៊ីរ៉ង់ពិតជាមានចិត្តចង់បញ្ចប់សង្គ្រាមមែននោះខ្ញុំមិនចង់ជួបទេប៉ុន្តែខ្ញុំពិតជាមានកិត្តិយសណាបើបានជួបគាត់ព្រោះខ្ញុំចង់ដឹងថាតើយើងអាចចុះកិច្ចព្រមព្រៀងជាមួយគ្នាបានដែរឬក៏អត់នេះគឺជាសម្រងសម្ដីដើមរបស់លោកប្រធានាធិបតីត្រាំដោយសម្ដៅទៅដល់លោក Mustafa Khamenei មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ទោះជាយ៉ាងណាអ្នកខ្លះបានយល់ឃើញថាលោក Donald Trump មានល្បិចច្រើនណាស់រហូតធ្វើឲ្យអ៊ីរ៉ង់លែងទុកចិត្តទៅហើយការបើកចិត្តរបស់លោកអាចជាល្បិចដើម្បីបញ្ឆោតខ្លាឲ្យចេញពីរូបកថាបានដើម្បីផ្ដាច់ពូជពងរបស់លោកអាយ៉ាតូឡា Ali Khamenei ចោលតែម្ដងរហូតមកទល់នឹងពេលនេះលោក Mustafa Khamenei បានលាក់ខ្លួនយ៉ាងសម្ងាត់មិនដឹងថាលោកនៅទីណាឲ្យពិតប្រាកដនោះទេពោលគឺលោកបានត្រឹមតែបញ្ចេញសារតែប៉ុណ្ណោះមិនដែលបញ្ចេញមុខជាសាធារណៈម្ដងណាឡើយតាំងពីអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់សម្រាប់ឪពុករបស់លោកនិងមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់ជាបន្តរួចមកហើយនោះលោក Araghchi រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថាលោក Mustafa Khamenei កំពុងតែគ្រប់គ្រងប្រទេសអ៊ីរ៉ង់ទាំងស្រុងបើទោះបីជាមិនបានបង្ហាញមុខជាសាធារណៈក៏ដោយហើយថាចាប់ពីពេលនេះតទៅអាមេរិកត្រូវតែទទួលស្គាល់ជាការពិតថាអ៊ីរ៉ង់គឺជាមហាអំណាចទោះជាយ៉ាងណាគណៈបើកចិត្តជួបពិភាក្សាជាមួយនឹងមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់លោកត្រាំក៏បានឆ្លៀតគម្រាមអ៊ីរ៉ង់បន្តផងដែរថាប្រសិនបើអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកនោះនឹងជាហេតុផលដ៏ល្អមួយសម្រាប់អាមេរិកក្នុងការចាប់ផ្ដើមសង្គ្រាមឡើងវិញដោយឡែកងាកទៅមើលការប្រយុទ្ធគ្នាឡើងវិញរវាងក្រុម Hezbollah និងអ៊ីស្រាអែលឯណោះវិញលោកត្រាំបានអះអាងថាមានដំណើរការទៅមុខល្អហើយដើម្បីបញ្ចប់ការប្រយុទ្ធគ្នាលោកត្រាំក៏បានអះអាងយ៉ាងដូចនេះបន្ទាប់ពីមេដឹកនាំក្រុម Hezbollah បានចោលបទជប់បាញ់ដែលបានឯកភាពគ្នារវាងរដ្ឋាភិបាលលីបង់និងអ៊ីស្រាអែលដែលគ្មានក្រុម Hezbollah ចូលដឹងឮនោះ